ទុកសោកនៃការបាត់បង់វាធ្វើឲ្យខ្ញុំអង្រួយនៅក្នុងដួងចិត្តខ្ញុំឈរសំឡឹងរួមធន់មិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់នឹងចិនឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបខ្ញុំនៅទីនេះមានអារម្មណ៍ដូចជាឯកាចឹងខ្ញុំស្រយងខ្ញុំពិបាកពិចារណាពីបរិញ្ញាអំពីមិនកប់យោបល់ក្នុងចិន្តាថប់ដង្ហើមដល់មិនរួចខ្ញុំគិតដល់អ្នកណាតែខ្ញុំស្រវាំងរៀបបង្ហូរទាំងនេតាពេលដែលខ្ញុំបានលឺខ្ញុំច្របល់ក្នុងអរ៉ារឿងដែលខ្ញុំមិនព្រមកិនរឿងដ៏សែនអនិច្ចាមិនភាជាទីស្រឡាញ់ឃ្លាតឆ្ងាយពីកាយានាងគឺជាមិនគឺជាស្នេហ៍ជាបេះដូងក្នុងគ្រួសារនៅពេលនេះបាត់រូបនាងបាត់សម្លេងធ្លាប់វាចាបាត់បងអង្គការស្រមៃធ្លាប់សង្ឃឹមធ្លាប់ប្រាថ្នាបាត់វេលាដែលធ្លាប់ក្បែរសល់តែអនុស្សាវរីយ៍សំឡឹងរួមធន់មិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់នឹងចិនឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបពេលដែលមិនលឺអារម្មណ៍ខ្ញុំសែនតក្រហល់ដំនឹងដល់អនិច្ចាដំនឹងដល់អកុសលមកសម្លាញ់ខ្ញុំសន្លំដោយរនានឹងថ្នល់គ្រោះថ្នាក់ចរាចរណ៍ដែលពួកយើងស្មានមិនដល់ក្រុមគ្នារំពឹងស្មានដល់សង្ឃាំងភ័ណ្ឌដឹកទៅកាន់មន្ទីរពេទ្យចូលបន្ទប់សង្គ្រោះបន្ទាន់អ្នកម្ដាយស្រោតទឹកភ្នែកក្នុងចិត្តខំបន់ស្រន់អោកូនអ្នកម្ដាយសូមរួចពីទោសទណ្ឌទាំងមុខក្រៀមក្រំគ្មានអ្នកណាអាចញញឹមម្នាក់ស្រោតទឹកភ្នែកហាមបីដោយភ្លៀងរលឹមសំឡឹងទៅមាត់ទ្វាររោងចាំស្ដាប់ដំណឹងលោកគ្រូពេទ្យគ្រូវីក្បាលបានន័យថាអស់សង្ឃឹមខ្ញុំឈរសំឡឹងរួមធន់មិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់នឹងចិនឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបបានសង្ឃាអាចចង់ឲ្យពេលវេលាត្រឡប់មកជួបជុំមិត្តភក្តិសង្សារសំណំពុំយើងសនិទ្ធនឹងពេលខ្លះគេយល់សមហើយសុបិនររៀបរៃចង់ឲ្យគ្រប់យ៉ាងត្រឡប់សង្សារឯងនឹងបង្ហូរទឹកនេត្រាទាំងគ្នាដ៏មានតម្លៃនឹងសម្រងព្រោះអ្នកណានឹងថាឯងក្បត់សម្ដីពីដែលធ្លាប់សន្យាមានរូបអូនជាដង្ហើមយើងទាំងពីរនឹងរៀបការនៅសល់ទៀតពេញដែលមិនទាន់បាននិយាយរឿងខ្លះមិនទាន់ធ្វើរឿងដែលយើងធ្លាប់ស្រមៃអនុស្សាវរីយ៍មួយកំណរកុំចប់ក្នុងហារតីហើយអ្វីក៏ដាច់ចិត្តចាក់ចេញទៅទាំងអាឡ័យឈរសំឡឹងរួមធន់មិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់នឹងចិនឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបមិនគ្នាស្រមៃអធិដ្ឋាននៅក្នុងចិត្តបួងសួងដល់ទេវតាសូមឲ្យជួយរក្សាមិនបែកគ្នាវេលានឹងទុំថាព្រមខិតមិនតែតែមួយថ្ងៃគឺជាមិនមួយជីវិតជាជីវិតទុកលោកកែក្នុងលោកការរួមមួយឆាជីវិតមានវេលាយប៉ុណ្ណាកើតចាំងឈឺស្លាំងគឺជារឿងធម្មតាពាក្យមួយឃ្លាទុកខាងអនិច្ចំអនត្តានេះជាជំរាបខ្ញុំសរសេរជូនទៅមិនដែលខ្ញុំគោរពស្រឡាញ់ខ្ញុំរាប់អានមួយជីវិតអស់វេលានឹងអាចជួបក្រុមយ៉ាងជាអាឌិតពុំយើងនៅទីនេះនឹងនឹកអ្នកមួយជីវិតហើយក៏សូមអធិដ្ឋានដល់មិត្តដែលបានឃ្លាតទៅគ្មានពេលវេលានឹងត្រឡប់ហើយពួកយើងនៅទីនេះនឹងដឹកដល់ឯងអស់មួយជីវិត